ចឹងបើតាមក្រសួងការពារជាតិកម្ពុជាហ្នឹងគឺមានការបាញ់ណាប្រិមិត្តបានដឹងហើយគឺមានបាញ់កាលពីយប់មិញមួយសារទៀតគឺម៉ោង20និង2នាទីគឺបាននិយាយថាម៉ោង8យប់គឺថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាជាលើកទី2ក្រោយពីបានបាញ់កាលពីថ្ងៃបាទហើយបើតាមក្រសួងការពារជាតិរបស់កម្ពុជាគឺបាទបាញ់មកខ្សែត្រៀមរបស់កម្ពុជាក្នុងភូមិសាស្ត្រអូផ្កាស្នេហ៍ប្រជាប្រិមិត្តស្គាល់ទីតាំងហ្នឹងខ្ញុំអត់ស្គាល់ដែរណាបាទបន្ទាប់មកនៅវេលាម៉ោង20 និង 30 នាទីគឺ8កន្លះយប់កងកម្លាំងថៃបានបន្តបាញ់ប្រហារមកលើទីហ៊ានកម្ពុជានៅទីតាំងប្រលានថ្មក្នុងស្រុកជាំខ្សានខេត្តព្រះវិហារជាទីតាំងដែលយោធាថៃបានបើកការវាយប្រហារកាលពីរសៀលថ្ងៃទី7ខែធ្នូឆ្នាំ2025នេះបាទនេះគឺតាមក្រសួងការពារជាតិរបស់កម្ពុជាហើយអាវុធដែលថៃបាញ់មកនោះគឺមានកាំភ្លើងដៃកាំភ្លើងត្បាល់និងបាញ់ជាច្រើនគ្រាប់បាទក៏ហើយសកម្មភាពបាញ់ប្រហាររបស់កងទ័ពថៃបានបញ្ឈប់ការបាញ់របស់ខ្លួននៅម៉ោង20 និង 50 នាទីយប់បាទគឺបានន័យថាបាញ់ជា20 នាទីបាទហ្នឹងគឺរយៈពេលដែលបាញ់ហ្នឹងគឺខ្លីដែរណាមិនជាយូរទេអញ្ចឹងគឺជាសកម្មភាពផ្សេងមួយដែលបង្កជាសម្លេងមានសម្លេងផ្ទុះហើយអ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជាគឺអ្នកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថាក្នុងឧបទ្វីបហេតុទាំងពីរលើកនេះគឺកម្ពុជានៅរក្សាបានជំហរអត់ធ្មត់មិនធ្វើការបាញ់តបវិញឡើយនិងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតបាទហើយទន្ទឹមនឹងនោះគឺកម្ពុជាក៏បានជូនដំណឹងទៅអ្នកសង្កេតការណ៍អាស៊ានដែលក្រុងនឹងទៅពិនិត្យមើលទីតាំងដើម្បីធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតដើម្បីស្វែងរកការពិតនិងធានាឲ្យបាននៅតម្លាភាពយុត្តិធម៌និងភាពត្រឹមត្រូវបាទនេះគឺជាអ្វីដែលខាងក្រសួងការពារជាតិរបស់កម្ពុជាបានជូនដំណឹងហើយប្រិមិត្តបានរីកាថ្មីនេះគឺថាយ៉ាងម៉េចការវិវត្តចុងក្រោយខ្ញុំអត់ទាន់បានទទួលបានជាផ្លូវការដូច្នេះខ្ញុំមិនអាចនឹងយកមកជម្រាបប្រិមិត្តទេណាបាទចាំអ្វីជាផ្លូវការចាំខ្ញុំយកមកអញ្ចឹងគឺបើទោះបីជាប្រិមិត្តនៅកន្លែងនឹងក៏ដោយបើតាមក្បួនគឺយើងត្រូវមានការផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវដែរបាទទោះបីជាខ្ញុំចែករំលែកផ្ទាល់ខ្លួនមែនក៏ប៉ុន្តែក៏នៅខ្ញុំនៅគ្រប់គោលការណ៍នឹងដដែលណាអញ្ចឹងអ្វីដែលខ្ញុំអាចជម្រាបជូនបាននេះគឺជាផ្លូវការគឺមាន2លើកនៅឡើយទេណានៅយប់8យប់វិញតែការវិវត្តនៅព្រឹកនេះយ៉ាងម៉េចចាំមានអ្វីថ្មីទៀតចាំខ្ញុំធ្វើបច្ចុប្បន្នភាពជូនហើយដល់ឡែកនៅខាងកាសែតរបស់ថៃកាសែត Khawsod ជាភាសាអង់គ្លេសគឺបានរាយការណ៍កាលពីយប់មិញតាំងពីយប់មិញយប់ថ្ងៃអាទិត្យនៅក្នុងប្រទេសថៃនោះក៏ថានៅតាមភូមិនានានៅតាមបណ្ដោយព្រំដែនខេត្តសុរិន្ទគឺប្រជាពលរដ្ឋជាង 90% ត្រូវបានជំនះចេញហើយទុកតែអ្នកនៅស្ម័គ្រចិត្តការពារសន្តិសុខក្នុងភូមិតែប៉ុណ្ណោះហើយនៅព្រឹកថ្ងៃច័ន្ទនេះគឺអាជ្ញាធររំពឹងថានឹងជំនះទាំងអស់តែម្ដង 100% តែម្ដងហើយបើតាមរូបភាពដែលខ្ញុំបានឃើញសារព័ត៌មាន Khawsod គាត់បង្ហោះហ្នឹងគឺមានមន្ត្រីរបស់ថៃហ្នឹងមានពាក់កាតពាក់អីត្រឹមត្រូវរបៀបដូចយើងកាតចូលទៅក្នុងប្រជុំសេមីណាអីចឹងដើរប្រាប់ទៅប្រជាពលរដ្ឋឲ្យចាក់ចែងតែម្ដងបាទហើយបាទហើយនៅក្នុងនោះគឺមានគឺខាងភាគីថៃនេះបាទខាងភាគីថៃនេះបាទនេះរូបភាពដែលខាងថៃហើយបាទហើយខាងនេះរូបភាពថៃផងដែរដែលបានឲ្យដឹងក្នុងពេលនេះបាទហើយបើមានរូបភាពមួយទៀតដែលខ្ញុំចង់បង្ហាញប្រិមិត្តផងដែរបាទរូបភាពនេះបាទរូបភាពនេះគឺខាងក្រសួងគឺខាងទូរទស្សន៍ CNC បាទគាត់បានទៅថតឃើញប្រជាពលរដ្ឋគាត់នៅក្នុងភូមិនៅក្បែរតំបន់ដែលមានការបាញ់បោះហ្នឹងការបាញ់ផ្លោងហ្នឹងគាត់បានជំនះខ្លួនចេញហើយខាង CNC គាត់បានទៅថតអញ្ចឹងខ្ញុំដាក់រូបនេះជូនគឺបើយោងតាមទូរទស្សន៍ CNC ហ្នឹងគាត់រាយការណ៍ថាប្រជាពលរដ្ឋបានរត់ចេញពីភូមិបង្គោល8អស់ទាំងយប់ស្ថិតនៅក្នុងឃុំកន្ទួតស្រុកជាំខ្សានខេត្តព្រះវិហារនៅយប់ថ្ងៃទី7ខែធ្នូឆ្នាំ2025បន្ទាប់ពីថៃផ្លោងគ្រាប់ចូលទឹកដីរបស់កម្ពុជានេះគឺខាងសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាបានរាយការណ៍ណាបាទដោយឡែកនៅខាងកាសែតរបស់ Khawsod ជាភាសាអង់គ្លេសរបស់ថៃនោះគឺបានឲ្យដឹងថាគឺខាង
យុទ្ធភូមិភាគ2របស់ថៃបានបង្ហោះសារតាមបណ្ដាញសង្គមដោយនិយាយថានៅខាងតំបន់ចុងខាណានិងចុងរ៉ាយីគឺមានការចល័តរថក្រោះប្រភេទ T55 របស់កម្ពុជាចូលទៅក្នុងតំបន់ក្រុងសំរោងនៅក្នុងខេត្តឧត្តរមានជ័យបាទហើយគឺទន្ទឹមនឹងនោះគឺមានការជំលះប្រជាពលរដ្ឋចេញពីតំបន់ដែលនៅក្បែរជាប់ព្រំដែននឹងផងដែរនេះបើតាមការប្រកាសរបស់ខាងយោធាថៃហើយត្រូវបានកាសែតខៅសូតជាភាសាអង់គ្លេសគាត់បានយកមកផ្សព្វផ្សាយក៏ប៉ុន្តែខាងកម្ពុជាវិញគឺអ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជាគឺអ្នកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាគាត់បានបដិសេធណាគាត់បានចេញសេចក្តីថ្លែងការណ៍ភ្លាមនៅព្រឹកមិញហ្នឹងនៅក្នុងប្រទេសកម្ពុជាអ្នកស្រីបានមានប្រសាសន៍ថានៅវេលាយប់ថ្ងៃទី7រំលងអាទិត្យចូលថ្ងៃទី8ខែធ្នូនេះក្រសួងការពារជាតិនៃប្រទេសកម្ពុជានឹងបានកត់សម្គាល់ឃើញថាเพจផ្លូវការរបស់ភូមិភាគពីថៃនឹងមានសកម្មភាពផ្សាយព័ត៌មានដែលខាងកម្ពុជាចាត់ទុកថាជាព័ត៌មានคล้ายគឺខុសពីការពិតគឺបើតាមការលើកឡើងរបស់កម្ពុជាគឺការលើកឡើងនេះបាទដើម្បីជាចេតនាក្នុងការបំភាន់សាធារណមតិជាតិនិងអន្តរជាតិនឹងយកមកធ្វើជាលេសដើម្បីបង្កឲ្យមានភាពតានតឹងផ្នែកយោធាជាមួយនឹងកម្ពុជាឡើងវិញហើយកម្ពុជាបានបកស្រាយពន្យល់នៅចំណុច2ដូចថាទី1គឺការលើកឡើងរបស់ពេកផ្លូវការរបស់យុទ្ធភូមិភាគ2របស់ថៃហ្នឹងនឹងបណ្ដាញសារព័ត៌មានថៃមួយចំនួនដែលថាកម្ពុជាចល័តអាវុធធុនធ្ងន់ទៅតាមបណ្ដោយព្រំដែនកម្ពុជាថៃគឺជាព័ត៌មានមិនពិតអញ្ចឹងកម្ពុជាបានបដិសេធហើយទី2គឺកងកម្លាំងកម្ពុជាមិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃដោយការលើកឡើងនោះឡើយហើយជាថ្មីម្ដងទៀតគឺក្រសួងការពារជាតិរបស់កម្ពុជាបានបញ្ជាក់អំពីជំហរនៃការគោរពតាមបទច្បាញ់ដោយរក្សាការអត់ធ្មត់មិនតបតនោះទេបាទនេះគឺជាសេចក្តីរាយការណ៍របស់ផ្សេងគ្នារបស់សារព័ត៌មាននានាក៏ដូចជាប្រភពផ្លូវការរបស់ក្រសួងការពារជាតិរបស់កម្ពុជាដែលខ្ញុំទទួលបានត្រឹមម៉ោងនេះណាទៅម៉ោង8ព្រឹកជាងម៉ោងនៅក្នុងប្រទេសកម្ពុជានឹងបើមានអ្វីថ្មីជាផ្លូវការចាំខ្ញុំជម្រាបជូនប្រិមិត្តជាបន្តទៀតផងដែរបាទអញ្ចឹងនេះគឺជាការវិវត្តនៅក្នុងតាមតំបន់ព្រំដែនរវាងកម្ពុជានិងថៃអញ្ចឹងចូលដល់ព័ត៌មានទី2គឺនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកវិញនេះគឺខ្ញុំសូមជូនថាគឺនៅពេលនេះគឺខាងវិមានក្រំឡាំងបានស្វាគមន៍នៅគោលនយោបាយយុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី Donald Trump ដោយចាត់ទុកថាអ្វីដែលសេតាវិមានដាក់ចេញមកនេះគឺស្របគ្នាជាមួយនឹងការគិតគូររបស់រុស្ស៊ីហើយព័ត៌មានទី3គឺលោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកបាននិយាយថាកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកសម្រាប់ឆ្នាំនេះពេលដំណាច់ឆ្នាំអាចនឹងឡើងទៅដល់ 3% បាទបើទោះបីជាជួបបញ្ហាមួយចំនួនក៏ដោយហើយព័ត៌មានទី4គឺបើតាមកូនប្រុសច្បងរបស់លោកប្រធានាធិបតី Donald Trump គឺលោក Eric Trump បានបញ្ជាក់ថាលោកប្រធានាធិបតី Trump ប្រហែលជាអាចនឹងដើរចេញពីបញ្ហានៃប្រទេសអ៊ុយក្រែនដោយសារតែបញ្ហាអ៊ុយក្រែនជួបប្រទះបញ្ហាជាច្រើនដែលមានក្នុងនោះមានអំពើពុករលួយនៅជុំវិញថ្នាក់ដឹកនាំរបស់ប្រទេសអ៊ុយក្រែនផងដែរហើយព័ត៌មានទី5ចុងក្រោយនេះគឺខ្ញុំសូមជូនជាបទពិសោធន៍នៃការគុណគូខុសរបស់រដ្ឋបាលលោក Biden ដែលមិនយកចិត្តទុកដាក់នឹងអំពើនឹងបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ជនអន្តោប្រវេសន៍មកសហរដ្ឋអាមេរិកដែលធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿទៅលើបញ្ហាអន្តោប្រវេសន៍ហើយនៅទីបំផុតគឺធ្វើឲ្យលោក Biden បានចាញ់ឆ្នោតបាទនេះគឺជាព័ត៌មានធំដែលខ្ញុំរៀបចំជូនប្រិមិត្តដោយខ្ញុំបានជម្រាបជូនព័ត៌មានទី1ហ្នឹងទៅប្រិមិត្តមុនទៅឲ្យពិស្ដារហ្នឹងចឹងចូលដល់ព័ត៌មានទី2ដែលជាព័ត៌មានពិស្ដារនៅពេលនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Guardian បាទ The Guardian បានរាយការណ៍ដឹងថាវិមានក្រំឡាំងបានសរសើរយ៉ាងខ្លាំងចំពោះយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីនេះរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលទើបតែចេញផ្សាយកាលពីថ្ងៃសុក្រហើយខ្ញុំបានបង្ហាញពី
បញ្ហាកម្ពុជាពីបញ្ហាអាស៊ីចាំមើលខ្ញុំនឹងរីកាលំអិតជូននៅពេលក្រោយការដែលរុស្ស៊ីសរសើរយុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនេះគឺដោយបានចាត់ទុកថាជាការផ្លាស់ប្ដូរនយោបាយដ៏គួរជាទីលើកទឹកចិត្តដោយសារតែនៅក្នុងយុទ្ធសាស្ត្រនោះគឺភាគច្រើនគឺស្របជាមួយនឹងគំនិតរបស់រុស្ស៊ីការធ្វើអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីខាងសេតាវិមានបានចេញផ្សាយឯកសារកាលពីថ្ងៃសុក្រឯកសារយុទ្ធសាស្ត្រនោះកាលពីថ្ងៃសុក្រដែលនៅក្នុងនោះមានការរិះគន់សហភាពអឺរ៉ុបហើយនឹងនិយាយថាអឺរ៉ុបកំពុងតែប្រឈមនឹងហានិភ័យនៃការលុបបំបាត់អរិយធម៌ខណៈពេលដែលបញ្ជាក់យ៉ាងច្បាស់ថាសហរដ្ឋអាមេរិកចង់បង្កើនទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយនឹងរុស្ស៊ីហើយអ្នកនាំពាក្យវិមានក្រមឡាំងលោក Dmitry Peskov បាននិយាយនៅថ្ងៃអាទិត្យនេះថាការកែតម្រូវដែលយើងមើលឃើញគឺស្របតាមវិធីជាច្រើននិងចក្ខុវិស័យរបស់រុស្ស៊ីហើយលោកស្វាគមន៍ចំពោះសញ្ញាដែលថារដ្ឋបាលលោកត្រាំគ្រប់គ្រងឲ្យមានការសន្ទនានិងការកសាងទំនាក់ទំនងល្អនឹងរុស្ស៊ីទោះបីជាយ៉ាងណាក៏ដោយគឺលោក Peskov បានព្រមានថាអាចនឹងមានតួអង្គផ្សេងទៀតដែលលោកហៅថា deep state គឺក៏អ្នកដែលមានរឿងកិច្ចការនៅពីក្រោយឆាករបស់រដ្ឋាភិបាលនោះអាចនឹងព្យាយាមបំផ្លាញចក្ខុវិស័យរបស់លោកប្រធានាធិបតីត្រាំហើយអ្វីដែលលោកប្រធានាធិបតីបានចេញផ្សាយជាគោលនយោបាយយុទ្ធសាស្ត្រសន្តិសុខជាតិនេះគឺក្នុងពេលដែលសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសសម្ព័ន្ធមិត្តខិតខំធ្វើយ៉ាងណាប្រឹងប្រែងជំរុញឲ្យមានកិច្ចព្រមព្រៀងសន្តិភាពមួយនៅក្នុងប្រទេសអ៊ុយក្រែនដែលឥឡូវនេះគឺឈានមកដល់ដំណាក់កាលដ៏សំខាន់មួយរាយមន្ត្រីអាមេរិកអះអាងថាគឺឥឡូវនេះកំពុងតែស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងប៉ុន្តែមានសញ្ញាតិចតួចដែលថាទាំងអ៊ុយក្រែនឬរុស្ស៊ីមានចន្ទៈក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌដែលរៀបចំឡើងដោយក្រុមអ្នកចរចារបស់លោកត្រាំមន្ត្រីអាមេរិកបាននិយាយថាឥឡូវនេះជិតសម្រេចបានកិច្ចព្រមព្រៀងជានិរន្តរ៍មួយបន្ទាប់ពីការចរចាជាច្រើនសារហើយចាប់តាំងពីលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងមកប៉ុន្តែអ្នកខ្លះបាននិយាយថាការលាតត្រដាងបង្ហាញឲ្យឃើញនោះគ្រាន់តែស្ថិតនៅជាក្តីស្រមៃមួយតែប៉ុណ្ណោះជាពិសេសលោក Keith Kellogg ដែលជាបេសកជនអ៊ុយក្រែនដែលជិតផុតអាណត្តិរបស់លោក Trump នោះបាននិយាយនៅក្នុងវេទិកាការពិជាតិមួយកាលពីថ្ងៃសៅរ៍ថាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោកត្រាំដើម្បីបញ្ចប់សង្គ្រាមគឺមកដល់ក្នុងដំណាក់កាលចុងក្រោយហើយក៏ប៉ុន្តែលោកបាននិយាយថាមានបញ្ហាពីរដែលនៅសេសសល់គឺបញ្ហាទី1រឿងទឹកដីហើយនឹងទី2គឺជោគវាសនារបស់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia បើរឿងទឹកដីហ្នឹងវាជារឿងចុងក្រោយមកតែជារឿងសំខាន់ហើយសម្រាប់អ៊ុយក្រែននោះហើយបើតាមការដឹងគឺយុទ្ធសាស្ត្រឆ្នាំ2025របស់លោកត្រាំនោះគឺស្ទើរតែមិនបាននិយាយអំពីរឿងអ៊ុយក្រែននោះទេបាទខណៈដែលមានរឿងរ៉ាវជាច្រើនដែលមានការផ្ដោតនៅអឺរ៉ុបក៏ដោយក៏ប៉ុន្តែគឺនៅក្នុងយុទ្ធសាស្ត្រហ្នឹងគឺមិនទាន់បានមានឡើយទេហើយក្នុងយុទ្ធសាស្ត្រអ្វីដែលនិយាយពាក់ព័ន្ធជាមួយនឹងប្រទេសរុស្ស៊ីគឺមានតែ4កត្តាខណ្ឌប៉ុណ្ណោះហើយមិនដែលនិយាយដោយសម្លេងថ្កោលទោសចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនឡើយបាទផ្ទុយទៅវិញសហរដ្ឋអាមេរិកបានពិពណ៌នាខ្លួនឯងថាជាអ្នកចរចាអព្យាក្រឹតម្នាក់ដែលអាចកាត់បន្ថយភាពតានតឹងរវាងរុស្ស៊ីនិងអឺរ៉ុបនិងបង្កើនស្ថិរភាពយុទ្ធសាស្ត្រឡើងវិញជាមួយនឹងក្រុងមូស្គូបាទនេះគឺជាសេចក្តីរាយការណ៍ទី2ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នារីឯព័ត៌មានទី3វិញគឺពាក់ព័ន្ធជាមួយនឹងបញ្ហាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបើតាមលោក Scott Bessent បាទដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃអាទិត្យនេះនិយាយលោកបានថ្លែងមុននេះបន្តិចថាឥឡូវនេះគឺសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមើលទៅហាក់ដូចជាខ្លាំងដោយសារតែប្រជាពលរដ្ឋគាត់ចំណាយការថវិកាទិញដូរនៅក្នុងរដូវសម្រាប់នេះចុងឆ្នាំនេះហើយលោកគិតថាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកពេលដែលដំណាច់ឆ្នាំនេះអាចនឹងខ្លាំងជាងពេលចាប់ផ្ដើមពីដំបូងបាទគឺសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកគឺបានល្អប្រសើរលោកបាននិយាយថាក្នុងការរីកចម្រើនផលិតផលសរុបក្នុងស្រុកនោះគឺបានកើនឡើងច្រើននៅក្នុងរយៈពេលនេះគឺ
បើទោះបីជាមានការបិទរដ្ឋាភិបាលអស់រយៈពេល40ថ្ងៃជាងក៏ដោយក៏ប៉ុន្តែក៏រំពឹងថាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងកើនឡើងចំនួន 3% បាទ 3% ច្បាស់លាស់តែម្ដងហើយបើទោះបីជាក្នុងពេលកន្លងមកគឺមានការធ្លាក់ចុះបាទតិចជាងមុននៅក្នុងរយៈពេល3ខែដំបូងនៃឆ្នាំ2025នេះគឺបានធ្លាក់ចុះអស់0កណ្ដកសញ្ញា 6% ក៏ដោយក៏ប៉ុន្តែនៅពេលដែលចូលមកដល់ត្រីមាសទី2វិញគឺបានឡើងរហូតដល់3កណ្ដកសញ្ញា 8% អញ្ចឹងដូច្នេះបានកើនមានឡើងច្រើនហើយសំខាន់គឺការទិញដូររបស់ប្រជាពលរដ្ឋមានជំនឿនៅក្នុងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកហើយពួកគេហ៊ានចំណាយចាយវាជាពិសេសនៅសហរដ្ឋអាមេរិកនេះគឺមាន Thanksgiving គឺបានចំណាយហើយនឹងពីពេលឥឡូវនេះរហូតដល់ចុងឆ្នាំគឺប្រជាពលរដ្ឋនឹងអាចទិញកាដូដាក់គ្នាទៅវិញទៅមកទិញទំនិញប្រើប្រាស់ក្នុងផ្ទះហ្នឹងសម្រាប់ចុងឆ្នាំពិសេសនៅចុងឆ្នាំមានការលក់បញ្ចុះតម្លៃបាទដែលលោករដ្ឋមន្ត្រីយល់ថាអាចនឹងជួយឲ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិករីកចម្រើន